រឿងស្នេហាសុភាពបុរសខ្សែទី 4 យប់មិញខ្ញុំចេះតែយល់សពស្ទើរគ្មានបានដេកពួនខ្ញុំដើរទៅថ្នាក់រៀនដោយស្ងាបតាមផ្លូវរហូតជំហានខ្ញុំយឺតទៅដោយសារសម្រស់នារីម្នាក់ខ្ញុំដើរទៅមុខភ្នែកងាកមើលចំហៀងនារីម្នាក់នេះស្រស់ស្អាតអស់ទាស់ផាំងខ្លួនខ្ញុំបុកនាងភានីដែលរត់ចេញពីបន្ទប់រៀនរួចស្រាប់តែភ្ញាក់យកដៃទាំងសងខាងទៅចាប់ច្របាច់សុដន់ទាំងគូរបស់នាងឡើងពេញដៃសុដន់របស់ភានីមូលក្បំហើយទន់ល្មើយខ្ញុំព្រឺដល់សរសៃខួរក្បាលតែដៃខ្ញុំនៅស្ងៀមមិនដកភ្នែកខ្ញុំប៉ះទង្គិចភ្នែកភានីស្រឡាំងកាំងទើបបានភ្ញាក់ខ្លួនក្រញាងដកដៃចេញពីទ្រូងនាងរួចរត់វឹងទៅចូលក្នុងថ្នាក់បាត់ក្រៅពីមុខភ័ន្តភាំងរបស់នាងខ្ញុំមិនដឹងថានាងមានអារម្មណ៍យ៉ាងម៉េចខ្លះទេពេលអង្គុយរៀនខ្ញុំលួចមើលទៅនាងរហូតម៉ោងនេះភានីអង្គុយស្ងៀមថ្មឹងអត់និយាយមួយម៉ាត់ដល់ម៉ោងសម្រាកខ្ញុំដើរទៅរកមើលស្រីស្អាតដែលធ្វើឲ្យខ្ញុំភ្លឹករហូតចាប់ច្របាច់ដោះភានីនោះអូខ្ញុំឃើញនាងហើយនាងអង្គុយលើវាលស្មៅតែម្នាក់ឯងប្រកបដោយអារម្មណ៍អណ្ដែតអណ្ដូងភ្នែកទាំងគូរបស់នាងសម្លឹងមើលទៅពពកពណ៌សដែលកំពុងរសាត់ក្នុងមេឃពណ៌ខៀវនាងជានារីសិចស៊ីបំផុតដែលខ្ញុំបានជួបមើលណនាងស្លៀកសំពត់ខ្លីលើជង្គង់អង្គុយសណ្ដូកជើងបង្ហាញសាច់សខ្ចីរលោងស្រិលស្ទីលអង្គុយរបស់នាងដូចកំពុងថតរូបផ្សាយពាណិជ្ជកម្មដៃម្ខាងបោះទៅច្រត់លើស្មៅឯដៃម្ខាងទៀតទ្រចង្កាអាវដែលនាងកំពុងតែពាក់គឺជាអាវពណ៌សដៃខ្លីដ៏សែនចង្អៀតស្ទើរតែប្រេះចេញសុដន់ធំរបស់នាងមកខាងក្រៅអារម្មណ៍ខ្ញុំរំភើបស្រើបស្រាលនឹងរូបរាងនាងរហូតមិនដឹងថាខ្លួនឯងអង្គុយចុះលើវាលស្មៅតាំងពីពេលណាអូយបបោមាត់នាងស៊ីចម្ពូសោតឯច្រមុះវិញអញនាងស្រាប់តែយកដៃកេះអាចច្រមុះធ្វើឲ្យខ្ញុំអស់អារម្មណ៍រលីងខ្ញុំងាកមុខចេញពីនាងវឹងអូជើងរបស់អ្នកណាឈរពីមុខខ្ញុំនេះខ្ញុំសម្លឹងពីក្រោមទៅលើឃើញកំភួនជើងរាវត្រកៀកក្បំចង្កេះតូចទ្រូងពើងមុខពងក្រពើភ្នែកមុតថ្លាតែសម្លក់ខ្ញុំស្ទើរជ្រុះក្របភ្នែកចេញមកខ្ញុំលាន់មាត់ភេនីនាងស្រីល្អយកដៃទះកំភ្លៀងខ្ញុំម្ដងស្ដាំម្ដងឆ្វេងរួចប្រុងដើរចេញទៅវិញតែខ្ញុំស្រែកខាត់អេឈប់សិនឈួតទេដើរមកទះកំភ្លៀងគេរួចដើរទៅវិញភានីឆ្លើយមកវិញដូចលាជផ្ទុះឈួតមនុស្សលោកឯងនឹងជាមនុស្សឈួតណែខ្ញុំឈួតត្រង់ណាគ្រាន់តែអង្គុយស្ងៀមនឹងឈួតដែរមិនខឹងនឹងខ្ញុំប៉ះទ្រូងព្រឹកមាញ់ហ្នឹងអីជារឿងអចេតនាទេតើនាងក៏ស្ទុះមកទះកំភ្លៀងខ្ញុំបន្ថែមទៀតតែខ្ញុំចាប់ដៃនាងជាប់នាងស្ដីឲ្យខ្ញុំថាលែងដៃខ្ញុំភ្លាមមនុស្សឈួតបើកុំតែមនុស្សល្មោបកាមឯងដើរធ្វើភ្នែកស្លើមើលស្រីក៏វាមិនកើតរឿងនឹងដែរខ្ញុំថាឲ្យវិញណែនាងមាត់ដាច់ថ្ងៃមុនថាខ្ញុំជួយខ្លួនឯងថ្ងៃនេះថាខ្ញុំល្មោបកាមនាងឯងនឹងអីក៏មាត់ដាច់ម្លេះអាប្រុសចង្រៃអាប្រុសល្មោបកាមមាញ់នេះបើកុំតែឃើញស្រីនោះកេះអាចច្រមុះក៏មិនទាន់ងាកភ្នែកពីស្រមៃរឿងថោកទាបជាមួយគេដែរចុះនាងឯងនឹងដឹងអីក៏ដឹងម្លេះគេល្មោបគេមិនល្មោបវាតាក់ទងអីនឹងនាងវាមិនតាក់ទងទេតែបើល្មោបខ្លួនឯងកុំឲ្យប៉ះពាល់គេប៉ះពាល់ណែប្រាប់ឲ្យច្បាស់ទៅគ្មានប៉ងបន្តិចឡើយកុំស្មានតែមានតែនាងជាអ្នកស្ដាយខ្ញុំនេះក៏ចេះស្ដាយដែរថ្ងៃក្រោយជួលទៀតក៏មិនច្របាច់ដែរងាប់ហើយទុនអុយល្អៀកស្មានថាមិនទាន់មានអ្នកណាច្របាច់ហ៎ធ្វើមើលតែខ្លួនឯងនឹងក្រមុំពេលនោះភានី
ខឹងខ្ញុំស្ទើរតែคล้ายទៅជាយក្ខិនីនាងទម្លាក់កាបូបចុះស្ទុះមកទៀតតប់ខ្ញុំគ្រប់កន្លែងទាល់តែខ្ញុំស្រែកឲ្យនាងថាបានហើយចាត់ទុកថាដូចគ្នាទៅខ្ញុំគ្រាន់តែបានចាប់ច្របាច់របស់នាងបន្តិចតែនាងបានឃើញរូបរាងខ្ញុំទាំងស្រុងផងមិនក៏មិនរករឿងភ្នែកនាងឡើងពណ៌ក្រហមស្ទើរតែស្រក់ឈាមតែខំប្រឹងសម្លុតឲ្យខ្ញុំអាប្រុសថោកទាបអាប្រុសល្មមកាមនាំស្រីទៅផ្ទះសំណាក់ប្រុងអត់បង់ថ្លៃបន្ទប់ល្មមបានហើយនាងមិនបានទេថ្ងៃនេះខ្ញុំស្បត់នៅចំពោះមុខមនុស្សគ្រប់គ្នាខ្ញុំនឹងធ្វើសត្រូវនឹងប្រុសម្នាក់នេះទាល់តែស្លាប់ហើយខ្ញុំងាកមើលជុំវិញខ្លួនឃើញមនុស្សរោមមើលពួកខ្ញុំជុំចិត្តនាងស្រីឆ្នះភានីចង់ដើរចេញក៏ស្រែកមួយទំហឹងជិះផ្លូវនាងដើរយ៉ាងលយធ្វើឲ្យគេតាមសម្លឹងលាន់ដើរមួយជំហានម្ដងប្រហែលជាបាន17-18ជំហាននាងឈប់ស្ងៀមរួចស្រាប់តែដើរបកក្រោយមករកខ្ញុំម្ដងទៀតខ្ញុំមើលទៅនាងគ្មានព្រិចភ្នែកចង់ដឹងថានាងប្រុងធ្វើអ្វីខ្ញុំទៀតមានធ្វើអីនាងមករើសកាបូបដែលនាងភ្លេចរួចក៏ដើរលឿនស្លេវទៅវិញបាត់ក្រោយមករឿងខ្ញុំនិងភានីក្នុងថ្ងៃនេះក៏คล้ายទៅជារឿងនិទានដែលនិស្សិតទាំងអស់ក្នុងសាកលវិទ្យាល័យចូលចិត្តនិយាយគេថាខ្ញុំបានចាប់សុដនភានីគេថាភានីបានឃើញរូបរាងស្រាតស្ដោករបស់ខ្ញុំរឿងនិទាននេះរឹតតែធ្វើឲ្យភានីស្អប់ខ្ញុំឃើញមុខមិនបាន